lại năng việc được tha thò mà chia tới dương hộp tới dương được tập chất á bông lụa lại và tập tiệm ní lỡ lụa đặt chiếc môn ổn bộ cái cật với sọc phía bắc kế hiện tinh ta lo tới đam bay của xa hộp tới dương sọc phía lo chẳng tới dương sọ lối vậy ជំរាបសួរអ្នកខ្ញុំឈ្មោះនីធីវីគឺជាស្ថាបនិកនិងអ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន Lala Garden ហើយ Lala Garden គឺជាអាជីវកម្មមួយដែលបោះដុំលក់រាយបន្លែផ្លែឈើសុវត្ថិភាពរបស់កសិករខ្មែរនៅក្នុងស្រុកបេសកកម្មរបស់ Lala Garden របស់យើងគឺមានគោលបំណងក្នុងការជួយលើកកម្ពស់កសិផលសុវត្ថិភាពក្នុងស្រុកជាពិសេសគឺការកាត់បន្ថយការនាំចូលហើយកន្លងមកគឺយើងមានសកម្មភាពច្រើនក្នុងការអនុវត្តដើម្បីឲ្យបេសកកម្មយើងទៅបានជោគជ័យតាមរយៈការធ្វើកិច្ចសន្យាជាមួយកសិករតាមរយៈការរៀបចំផែនការផលិតជាមួយពួកគាត់ហើយយើងមានកែប្រែក៏ដូចជាកែលម្អនៅប្រព័ន្ធដឹកជញ្ជូនតាមរយៈការដឹកជញ្ជូនត្រជាក់មានការ workshop បានចែកចាយទៅអតិថិជនរបស់យើងបានយ៉ាងត្រឹមត្រូវបច្ចុប្បន្នយើងបានចែកចាយទៅអតិថិជនយើងធំដូចជាផ្សារទំនើប Lucky ផ្សារទំនើប Chikmong តាមបណ្ដាអាជីវករដែលគាត់លក់នៅតាមផ្សារធម្មតាដូចជាផ្សារថ្មីផ្សារទូទំពុងឬក៏ជាប្រភេទម៉ាតដែលគាត់លក់ប្រភេទជាបន្លែផ្លែឈើសុវត្ថិភាពផងដែរបាននិយាយអំពីចំនួនខេត្តដែលយើងបានប្រមូលទិញពីកសិករបច្ចុប្បន្នគឺចំនួន25ខេត្តត្រង់ទៅហើយប៉ុន្តែខេត្តខ្លះយើងអាចទិញបានចំនួនច្រើនខេត្តខ្លះនៅចំនួនតិចនៅឡើយហើយអ្វីដែលសំខាន់នោះគឺយើងមានឱកាសស្ថានខ្លួនឯងជាកន្លែង demo យើងពិសោធន៍ពូជថ្មីបច្ចេកទេសថ្មីពេលដែលយើងឃើញថាវាបានជោគជ័យហើយគឺយើងចាប់ផ្ដើមយកគំរូទាំងអស់ហ្នឹងទៅឲ្យកសិករគាត់អនុវត្តបន្តយើងដាំដំណាំច្រើនយល់យើងដាំដំណាំចម្រុះប៉ុន្តែក៏ដំណាំដែលជាដំណាំគោលដៅរបស់យើងពូពេញប៉ោះហើយក្រៅពីហ្នឹងយើងដាំពពួកស្លឹកវាអាចមានខាត់ណាដើមវាមានពពួកស្ពៃហើយនឹងខាត់ណាផ្កាដែលយើងទៅចាប់ផ្ដើមដាំដែរកសិដ្ឋានរបស់យើងព្យាយាមពិសោធន៍នៅ model ផ្ទះសំណាញ់ថ្មីជាច្រើនប្រភេទគឺ model ផ្ទះសំណាញ់ដែលមានលក្ខណៈដបូលមូលហើយយើងបើកជញ្ជាំងដែលក្នុងចំណោមផ្ទះសំណាញ់ផ្សេងទៀតវាធ្វើឲ្យយើងទទួលបានទិន្នផលល្អហើយអាចកាត់បន្ថយកម្ដៅបានច្រើននៅក្នុងរដូវក្ដៅខ្លាំងនៅក្នុងកសិដ្ឋានយើងខ្ញុំហ្នឹងមានផ្ទះសំណាញ់ទាំងអស់15ខ្នងហើយការដាំដល់ទាំងអស់ហ្នឹងគឺខ្ញុំបានផ្គត់ផ្គង់ទៅឲ្យ Lala Garden ទាំងអស់បន្ថែមពីលើការដាំដុះដល់យកចិត្តទុកដាក់ហ្នឹងគឺយើងត្រូវថែទាំទាំងទឹកទាំងជីឲ្យច្បាស់លាស់និងគ្រប់ពេលវេលាតាមរយៈគម្រោងកសិកម្មខ្មែរសម័យថ្មីដែលរៀបចំឡើងដោយសហគ្រិនខ្មែរ Impact Hub និងគម្រោង Nature Lala Garden យើងបានទទួលនៅប្រាក់មូលនិធិឧបត្ថម្ភដោយយើងអាចយកទៅធ្វើការជាមួយនឹងកសិករបានកាន់តែច្រើនជាងមុនបន្ថែមទៀតហើយនៅក្នុងនោះដែរគឺយើងទទួលបាននៅវគ្គបណ្ដុះបណ្ដាលជាច្រើនក្នុងនោះមានដូចជាការវិភាគអាជីវកម្ម Cash Flow Digital Marketing ជាពិសេសនោះគឺយើងទទួលបានគ្រូប្រឹក្សាយោបល់ចំពោះអាជីវកម្មរបស់យើងផ្ទាល់តែម្ដងអញ្ចឹងហើយវាធ្វើឲ្យយើងកាន់តែមានអារម្មណ៍ថាកក់ក្ដៅមានទំនុកចិត្តហើយនឹងអាចដើរទៅមុខបានកាន់តែលឿនជំហានបន្តរបស់យើងគឺចង់ក្លាយទៅជាអាជីវកម្មមួយដែលឈានមុខនៅក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើសុវត្ថិភាពនៅក្នុងស្រុកកាត់បន្ថយការនាំចូលអាចកែច្នៃនាំចេញទៅទីផ្សារខាងក្រៅបានហើយអាចជួយឲ្យប្រជាជនយើងមានឱកាសនិងមានផលិតភាពក្នុងការផលិតបានកាន់តែច្រើនជាងមុន។